ឥឡូវខ្ញុំទទួលបាន LAN នេះហើយប៉ុន្តែ LAN នេះវាមិនអាចថតបានដោយសារតែវាលឺខ្លាំងពេកនៅក្នុងពលឺដែលការងារខ្ញុំហងៃប៉ុន្តែភ្លើងទាំងអស់ខ្ញុំអាចសេរីបានទេប៉ុន្តែខ្ញុំអត់ចង់សេរីខ្ញុំចង់ឲ្យវាស្មើគ្នាអញ្ចឹងណាខ្ញុំមាន ND សម្រាប់វាខ្ញុំបានទិញពីហួរហើយ ND នេះយើងដាក់ជំនួយឲ្យរៀងខ្មៅបន្តិចឲ្យវាច្បាស់ PCL វាអាចបដូរពណ៌ហ្នឹងអូខេហើយយើងដាក់នេះចូលនេះទាំងអស់គ្នាដើម្បីថតឥឡូវយើងសាកថតអូខេcủaយើងអូខេថតបានបាត់មិនទិញ ND ថ្លៃឥឡូវបងប្អូនLAN ដែលខ្ញុំនិយាយថាស្អែកនឹងមកដល់ឥឡូវខ្ញុំបានប៉ះហើយមែនតើបងប្អូនរកតប៉ះរបស់គេរបស់គេហ្នឹងញឹកញាប់ហើយខ្ញុំទិញ Lumix 100នេះអស់រយៈពេលយូរហើយប៉ុន្តែខ្ញុំចង់បានLAN ហ្នឹងណាហើយខ្ញុំធៀប LAN ហ្នឹងជាមួយ LAN ចាស់មកខ្ញុំLAN ចាស់មកខ្ញុំបិទអស់ហើយមើលវាសឹងតែប៉ុនគ្នាខ្ញុំគិតថា LAN ចាស់ហ្នឹងវាមិនសូវជាខុសគ្នាហ្មងណាប៉ុន្តែដល់ហើយលេងវាស្រាប់ប៉ុនគ្នាហើយ LAN ចាស់នេះ14140វែងស៊ូបានវែងហើយកម្រិតវាក៏សើដែរដល់លុយLAN ចាស់នេះ Vario ហើយនេះ Leica Leica តែម្ដងបានឥឡូវបានហើយខ្ញុំគិតថាវាធំជាងវាធំប្រហែលជាប៉ុន LAN ដែលខ្ញុំមាននេះទៅអានេះ LAN 85ខ្ញុំគិតថាវាប៉ុន LAN 85នេះប៉ុន្តែស្រាប់តែវាទូចមែនដែរហើយបើធៀបនឹង Sony camera ដែលខ្ញុំមានបងប្អូនចៃ LAN ហើយដែលខ្ញុំទិញអានេះវា f2.8 អានេះ f2.8 ដូចគ្នាអញ្ចឹងខ្ញុំបានចង់បាន f2.8 ហ្នឹងណាអញ្ចឹងវាដូច G Master នៅតែម្ដង G Master f2.8 ប៉ុន្តែយើងនេះក៏ f2.8 ដែរជាតិហើយហ៊ូតវាកលាក់2ទៀតណាចុចកន្លែងនេះមិនបើកហ៊ូតបានហើយកម្រិតវាម៉ាក់ចេះវាកម្រិតវាដូចអានេះវាកម្រិតវាដៃវាផុសចេញតែម្ដងអានេះកម្រិតវា Lumix ធម្មតាទេប៉ុន្តែគេ free ND ឲ្យខ្ញុំមួយខ្ញុំមិនដឹងបងជាតិហ្មងណាហើយសំខាន់ឲ្យតែមានពាក្យថា Leica បដូរអីបដូរបងប្អូនបានពាក្យថា Leica នឹងយកហើយហូតវា62ខ្ញុំបានទិញគ្រឿងជាច្រើនដែរ PCL នេះខ្ញុំដាក់មកត្រូវហ្មងហើយរបស់ខ្ញុំនេះដែលខ្ញុំប្រើនេះបងប្អូនដឹងថាអីសិតតានីស៊ីបងប្អូននីស៊ី$30ជាងអាងឹតដូចគ្នាប៉ុន្តែវាឆ្កូតនីស៊ីខ្ញុំថែដែរតែវាឆ្កូតហើយថ្លៃណានីស៊ី PCL អូជាតិខប់សេរីវាទូចមែនប៉ុន្តែវាអត់ដែរធ្វើយើងខំម្ដងឯងវាអត់ដែរធ្វើយើងខំម្ដងមិនវាទូចប៉ុន្តែវាស្រួលកាន់ហើយស្រាលទៅបានគ្រប់ទីកន្លែងធំតែប៉ុណ្ណឹងបងប៉ុន្តែអាមួយនេះវិញញាក់ហ្មងបងប្អូនថតវីដេអូដល់ញ័រដៃកត្រឹកទៅមិនរួចទេបើថតធំតែមួយនេះមួយដល់ណាក៏ដល់នេះហើយ flip អេក្រង់ flip screen ណាហើយអេក្រង់វាច្បាស់ខ្លាំងហ្មងអេក្រង់វាច្បាស់ខ្លាំងខ្ញុំឆ្លាញ់ Lumix 100ឆ្លាញ់តកូ Lumix ហ្នឹងដោយសារតែអានស្រួលនេះហើយខ្ញុំក៏បានទិញប្រដាប់បិទដែរខ្ញុំបិទដោយសារអីខ្ញុំចង់ upgrade វាអាមួយនេះក៏ f2.8 អាមួយនេះក៏ f2.8 ដូច G Master គ្រាន់តែអានេះ zoom ទៅឆ្ងាយ f4 ហើយ zoom បានតែ 60mm ទេប៉ុន្តែអានេះ zoom ឆ្ងាយចិត្តទាំងអស់ f2.8 ទាំងអស់ហើយអញ្ចឹងវាមានរសជាតិខុសៗគ្នាគាត់ថាអានេះធ្ងន់អានេះអត់ដែរធ្វើឲ្យខកចិត្តដោយសារតែវាស្រាលប៉ុន្តែចង់ upgrade ទៅធំដោយសារតែអានេះស្រាលដៃពេកវាកាន់អ្នកសើនេះណាបងប្អូនតែវាបានយូរប៉ុន្តែបើកាន់ឲ្យអាធ្ងន់ហ្មងយើងកាន់ថនមកស្លឹកមួយទៅមមហ្មងតែមួយនេះបើចូលកម្មវិធីមើលទៅគេថាទូចប៉ុន្តែសមត្ថភាព 4K ខ្លាំងដូចគ្នាខ្ញុំក៏បានទិញអាហ្នឹងមកដែរអានេះមកដល់មុនឥឡូវយើងបិទទាំងអស់គ្នាបិទទៅលើ LAN ថ្មីនេះតោះមើលខាងបិទ